ជួបទុកទួតអ្នកជួបកំណាច់បវីដែលមានទំហំប៉ុនប្រទេសជប៉ុនកំពុងទៅវាយប្រហារស្រាប់នៅបាងកកឆេះក្លឹបរាត្រីផ្អើលទាំងយប់ទៀតការពីយប់មិញបណ្ដាលឲ្យមនុស្សចំនួន27នាក់បាត់បង់ជីវិតនិង63នាក់ផ្សេងទៀតបានរងរបួសនិងធ្វើឲ្យលោកនាយករដ្ឋមន្ត្រីអនុទិនឆានវរៈគុលស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនលោកអនុទិនបានប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុថាជនរងគ្រោះភាគច្រើនត្រូវបានរកឃើញនៅក្នុងបន្ទប់ទឹកនិងក្រោយក្លឹបរងបាដ៏ពេញនិយមដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុចក្រនៅក្នុងទីក្រុងបាងកកតន្ត្រីក៏ម្នាក់បានប្រាប់លោកអនុទិនថាខ្លួនបានឃើញផ្សែងហុយចេញពីកន្លែងឧបករណ៍ផ្ដាច់ភ្លើងដែលស្ថិតនៅក្បែរឆាកហើយបន្ទាប់មកស្រាប់តែភ្លើងបានឆាប់ឆេះរាលដាលយ៉ាងឆាប់រហ័សដោយមានផ្សែងហុយរលំពេញក្លឹបដោយអមដោយសំឡេងផ្ទុះជាបន្តបន្ទាប់យោងទៅតាមការវិតម្លៃបឋមបានបង្ហាញថាសត្វនេតកម្មដ៏ធំនេះទំនងជាបណ្ដាមកពីទុះសេសែភ្លើងនៅក្នុងម៉ាស៊ីនត្រជាក់នៅពីដានដោយឡែកបើយោងទៅតាមសាកសីបានដឹងថានៅច្រកចេញមានដាក់តុដើម្បីលក់ស្ករគ្រាប់និងគ្រឿងសបាយផ្សេងទៀតទើបមនុស្សម្នាពិបាករោគច្រកចេញនៅពេលដែលមានការចលាចលនិងនៅពេលដែលមានផ្សែងកំពុងតែឆេះខ្លាំងហើយជនរងគ្រោះបានសម្រុកទៅខាងក្រោយក្លឹបហើយក៏អ្នកខ្លះចូលទៅក្នុងបន្ទប់ទឹករួចក៏បានដាច់ខ្យល់ស្លាប់ភ្លាមដោយថប់ដង្ហើមផងដែរអ្នកធ្វើដំណើរឆ្លងកាត់ម្នាក់បាននិយាយថាខ្លួនបានឃើញផ្សែងហុយចេញពីក្លឹបនៅម៉ោងប្រហែលជា11កន្លះហើយបន្ទាប់មកក៏មានអណ្ដាតភ្លើងបាញ់ចេញមកយ៉ាងឆាប់រហ័សតែម្ដងចំណែកឯអភិបាលក្រុងបាងកកបានប្រាប់អ្នកកាសែតថាក្លឹបនេះដាក់មនុស្សបានប្រហែលជា300នាក់ហើយមានច្រកចេញ2មួយនៅខាងក្បែរផ្ទះបាយប៉ុន្តែមានកេសស្រាបៀរនៅពេញនោះហើយនៅច្រកចេញមួយទៀតគឺមានតុកមួយនៅរាំងផ្លូវទើបធ្វើឲ្យការជម្លៀសជួបការលំបាកហើយម្យ៉ាងមួយទៀតបរិខាដែលតបតែងនៅក្នុងក្លឹបភាគច្រើនមានសម្ភារៈងាយឆេះទើបធ្វើឲ្យស្ថានភាពប្រែទៅជាអាក្រក់យ៉ាងដូចនេះសូមបញ្ជាក់ថានៅក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង27នាក់មានបរិសុទ្ធចំនួន9នាក់និងស្ត្រីចំនួន18នាក់ហើយនៅក្នុងចំណោមអ្នករងរបួសចំនួន63នាក់គឺមាន22នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរគណៈការស៊ើបអង្កេតនៅតែបន្តរកមូលហេតុឲ្យកាន់តែច្បាស់លាស់អ៊ីរ៉ុងសងវិញឈឺណាស់រុនជួយព្រះធរណីបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅតំបន់ឈូងសមុទ្រពាក់បើកភ្នែកមករកទៅធ្វើអ្វីមិនទាន់ផងស្រាប់តែមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ុងហោះទៅស្វាគមន៍ទាំងព្រឹកព្រលឹមតែម្ដងបន្ទាប់ពីអាមេរិកវាយប្រហារខ្លួននៅក្នុងយប់ទី2គណៈការពីចុងសប្តាហ៍លោកប្រធានាធិបតីដូណាល់ត្រាំបានផ្ដាំផ្ញើនិងផ្លែផ្កាគម្រាមអ៊ីរ៉ុងទុកជាស្រេចថាបើលោកពិតជាត្រូវបានអ៊ីរ៉ុងធ្វើឃាតមែនទាហានអាមេរិកនឹងយកគ្រាប់បែកដ៏ធំបំផុតទៅទម្លាក់រំលាយអ៊ីរ៉ុងឲ្យបាត់ស្រមោលពិភពផែនដីដោយរូបលោកដែរនៅយប់ថ្ងៃអាទិត្យដែលជាយប់ថ្ងៃទី2នៃការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ុងកងទ័ពរបស់លោកប្រធានាធិបតីដូណាល់ត្រាំបានវាយប្រហារអ៊ីរ៉ុងជាង3ម៉ោងដើម្បីបំបាក់សមត្ថភាពរបស់អ៊ីរ៉ុងកុំឲ្យវាយប្រហារលើនាវានានាដែលឆ្លងកាត់ច្រកសមុទ្រហូម៉ូសទៀតដោយលើកនេះកងទ័ពអាមេរិកបានវាយប្រហារធ្លាយទៅដល់ស្ថានីយបូមទឹកមួយកន្លែងរបស់ទីក្រុងម៉ាហ្សានាភាគខាងត្បូងនៅប្រទេសអ៊ីរ៉ុងដែលបណ្ដាលឲ្យសន្តិសុខម្នាក់បានស្លាប់និង4នាក់ផ្សេងទៀតបានរងរបួសផងដែរទីបញ្ជាការ CENTCOM របស់សហរដ្ឋអាមេរិកបានរាយការណ៍បន្តថាកងកម្លាំងអាមេរិកបានវាយប្រហារគោលដៅយោធារបស់អ៊ីរ៉ុងរាប់សិបកន្លែងបន្ថែមទៀតនៅក្នុងនោះមានដូចជាប្រព័ន្ធការពារដែនអាកាសទីតាំងរ៉ាដានាវាកងទ័ពជើងទឹកនិងកន្លែងស្តុកដ្រូននិងមីស៊ីលជាដើមលើសរាល់ដងលើកនេះអ៊ីរ៉ុងឆ្លើយតបវិញកាន់តែឈឺដោយព្រះអាទិត្យមិនទាន់រះស្រួលបួលផងខ្លាតំបន់មជ្ឈិមបូព៌ារូបនេះបានប្រឡែងដ្រូននិងមីស៊ីលហោះទៅកំទេចមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសបារ៉ែនគុយវ៉ែតកាតាហ្ស័រដានីនិងអូម៉ុងវិញទាន់ចិត្តតែម្ដងរហូតធ្វើឲ្យប្រេងឆៅ Brent ហក់ឡើង 3.92% រហូតទៅដល់ $78.99 នៅក្នុង1បារ៉ែលវិញភ្លាមផងដែរយោងតាមភ្នាក់ងារសារព័ត៌មាន FA ដ្រូនរបស់អ៊ីរ៉ុងបានហោះទៅកំទេចប្រព័ន្ធមីស៊ីលហាម៉ាស់របស់សហរដ្ឋអាមេរិកអស់មួយចំនួននៅគុយវ៉ែតហើយនៅក្នុងនោះក៏មានទាហានអាមេរិក3នាក់បានស្លាប់និងមួយចំនួនផ្សេងទៀតបានរងរបួសផងដែរប៉ុន្តែអាមេរិកបានបដិសេធក្រៅពីនេះមីស៊ីលប៉ាឡេស្ទិកចំនួន3គ្រាប់របស់អ៊ីរ៉ុងក៏បានហោះសម្ដៅទៅកាន់តំបន់អាល់មីណារបស់គុយវ៉ែតនិងទីតាំងដែលផ្ទុកប្រព័ន្ធមីស៊ីល ATACMS របស់សហរដ្ឋអាមេរិកផងដែរកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ុងបានអះអាងថាខ្លួនក៏បានកំទេចប្រព័ន្ធការពារដែនអាកាស Patriot របស់សហរដ្ឋអាមេរិកឲ្យខ្ទេចទាំងស្រុងនិងប្រព័ន្ធរ៉ាដាមួយគ្រឿងនៅមូលដ្ឋានទ័ពអាកាស Ahmed Al-Jaber នៅក្នុងប្រទេសគុយវ៉ែតផងដែរមុនវាយប្រហារទៅវិញទៅមកជាថ្មីម្ដងទៀតនេះកាលពីចុងសប្តាហ៍អាមេរិកនិងអ៊ីរ៉ុងក៏បានគម្រាមគ្នាយ៉ាងព្រឺសម្បល់ផងដែរនៅក្នុងនោះមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ុងគឺលោក Mojtaba Khamenei បានចេញសេចក្តីប្រកាសក្រោយសពឪពុករបស់លោកត្រូវបាត់បញ្ចុះរួចរាល់ថា
គំនុំឈាមឪពុកដាច់ខាតត្រូវតែសងសឹកហើយគណៈលេចលឺយ៉ាងដូចនេះស្របពេលដែលអ៊ីស្រាអែលបង្ហើបថាអ៊ីរ៉ង់កំពុងតែតាមធ្វើឃាតផងនោះលោកត្រាំក៏បានគម្រាមទៅអ៊ីរ៉ង់វិញភ្លាមថាប្រសិនបើរូបលោកពិតជាត្រូវបានគេធ្វើឃាតមែនលោកសរសេរបណ្ដាំផ្ដាំទាហានអាមេរិករួចហើយយកគ្រាប់បែកដ៏ធំបំផុតរបស់អាមេរិកទៅកំទេចអ៊ីរ៉ង់ឲ្យរលាយសូន្យពិភពផែនដីតែម្ដងទៅបើមិនច្រឡំគ្រាប់បែកធំបំផុតនោះគ្មានអ្វីក្រៅពីគ្រាប់បែកនុយក្លេអ៊ែរនោះទេ